ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានវីដេអូខ្លីមួយទៀតសម្រាប់បងប្អូនអនុវត្តនៅក្នុងសាលាក៏ដូចជានៅតាមផ្ទះរបស់បងប្អូនផងដែរអញ្ចឹងជាដំបូងពេលដែលបងប្អូនវាអក្សរបានមួយចំនួនហើយបងប្អូនចង់រក្សាកម្មសិទ្ធិឯកសារហ្នឹងថាឯកសារហ្នឹងជារបស់បងប្អូនអញ្ចឹងលោកគ្រូមានវីដេអូមួយសម្រាប់បង្ហាញបងប្អូនថាតើគួរធ្វើយ៉ាងម៉េចបាទដំបូងបងប្អូនទាំងអស់គ្នាមើលនៅជួរនៅផ្នែកខាងលើនេះវាមានពាក្យថា home insert design និង layout បាទ reference mailing review view ខ្មែរបាទគឺវាមានអក្សរនៅលើនេះទាំងអស់បាទអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវដឹងថានៅពេលដែលបងប្អូនចង់ប្រើ watermark បាទគឺបងប្អូនមើលកន្លែងពាក្យថា design នេះ design នេះអញ្ចឹងពេលដែលបងប្អូនចុចលើពាក្យ design ហើយបងប្អូនសម្លឹងមកផ្នែកខាងចុងបាទផ្នែកខាងចុងពេលដែលបងប្អូនសម្លឹងមកផ្នែកខាងចុងបងប្អូននឹងឃើញមានពាក្យថា watermark បាទបើយើងបកពាក្យវាពាក្យ water ហ្នឹងបកថាទឹក mark ហ្នឹងគឺសញ្ញាបាទ watermark ហ្នឹងយើងបកថាសញ្ញាទឹកតែយើងបកន័យរបស់វាយើងបកថាសញ្ញាសម្គាល់អាហ្នឹងគឺយើងបកថាសញ្ញាសម្គាល់បាទសួរស្ដាប់អញ្ចឹងពាក្យបច្ចេកទេសរបស់វាអញ្ចឹងយើងចុចទៅលើពាក្យ watermark មកបន្ទាប់មកគឺវាចេញឲ្យមាន confidential 1 confidential 2 do not copy 1ហើយនិង do not copy 2អញ្ចឹងដល់ពេលហ្នឹងយើងមានជំរើសយើងអាចយក confidential 1ហើយនិង confidential 2ឬក៏យើងយកមួយណាក៏បានដែរជាធម្មតាយើងមានជំរើសបើសិនជាយើងជ្រើសរើសយក confidential 1នេះគឺយើងជាប់នេះជាប់អក្សរ confidential នេះបាទគឺយើងជាប់អក្សរហ្នឹងបាទ confidential ហ្នឹងគឺយើងបកថាសម្ងាត់បាទយើងបកពាក្យហ្នឹងបកថាអាចថាបកថាសម្ងាត់ឬក៏យើងបកថាមិនអនុញ្ញាតឲ្យកែប្រែបានបាទអត់ឲ្យមនុស្សណាម្នាក់កែប្រែបានពាក្យហ្នឹងណាបាទអញ្ចឹងបើសិនជាយើងយកហ្នឹងវាជាប់អក្សរ confidential ហើយតែបើសិនជាយើងយកពាក្យនេះខាងក្រោមបាទអូសមកក្រោមមកមានពាក្យថា custom watermark បាទ custom watermark នេះគឺយើងអាចបដូរភាសាបដូរបានប៉ុន្តែឥឡូវគ្រូឧទាហរណ៍យក confidential មួយសិនសាកឲ្យយើងមើលមួយសិនដល់ពេលយើងចុចពឹកទៅនោះយើងនឹងឃើញអក្សរនេះ confidential នេះគឺស្នឹមនៅផ្នែកខាងក្រោមនៃអក្សររបស់យើងបាទផ្នែកខាងក្រោមនេះហើយគេថាសម្ងាត់ហ៎អញ្ចឹងយើងដាក់ confidential គឺវាចេញ confidential ហ្នឹងគឺនៅស្នឹមប៉ុន្តែយើងអត់ចង់បានអាហ្នឹងទេយើងចង់បានឈ្មោះយើងឬក៏ដាក់ស្អីមួយសញ្ញាសម្គាល់ដើម្បីងាយស្រួលឲ្យដឹងថាហ្នឹងជាកម្មសិទ្ធិរបស់យើងអញ្ចឹងយើងចុចឲ្យកន្លែងdesign watermark បន្ទាប់មកយើងមកយកកន្លែង custom watermark បាទចុចលើនឹងមកខ្ញុំសូមបញ្ជាក់បន្តិចតកតនៅកន្លែងនេះបើសិនជាយើងអត់តន់ជ្រើសរើសយកសញ្ញាណាមួយបាទមានថាសញ្ញាណាមួយនៅក្នុងនេះទេវាអត់ចេញឲ្យទេឧទាហរណ៍ថាយើងអត់តន់ដាក់សញ្ញាហ្នឹងឯងយើងម្លងមកកន្លែង custom watermark នេះតែម្ដងអញ្ចឹងដល់ពេលដែលយើងចុចទៅកន្លែងនេះគឺវាដាក់សញ្ញាព្រាលអញ្ចឹងគេអត់ឲ្យយើងចុចទេបាទគេអត់ឲ្យយើងចុចទេបាទអញ្ចឹងយើងត្រូវត្រឡប់ទៅក្រោយវិញយើងជ្រើសរើសយកសញ្ញាណាមួយនៅក្នុងប្រអប់ទាំង4នេះអញ្ចឹងខ្ញុំយកអានេះមួយមកបាទបន្តមកពេលបានប៉ុណ្ណឹងហើយយើងចង់កែប្រែ confidential នេះឲ្យទៅជាអក្សរខ្មែរវិញអញ្ចឹងយើងចូល live water design watermark ដដែលបន្តមកយើងចុចកន្លែងពាក្យ custom watermark បាទនេះឃើញពេលហ្នឹងវាឲ្យយើងជ្រើសរើសភាសានេះកន្លែង language នេះគឺយើងជ្រើសរើសភាសាឥឡូវយើងចង់បានភាសាខ្មែរចុចមកយើងយកភាសាខ្មែរបាទបន្តមកកន្លែង text នេះយើងចង់ដាក់ស្អីឥឡូវចង់ដាក់ថាម៉ៅរស្មីចុះឧទាហរណ៍ទៅណាឧទាហរណ៍ថាយើងចង់បានម៉ៅរស្មីបាទអញ្ចឹងយើងទៅសេអក្សរម៉ៅរស្មីបន្ទាប់មកយើងចង់អក្សរម៉ៅរស្មីនេះយើងចង់បាន font អី font ហ្នឹងគឺសំដៅទៅលើfont ខ្មែរអីខ្មែរសៀមរាបខ្មែរបាត់ដំបងឬក៏ខ្មែរ content ឬក៏ខ្មែរOS មូលឡៃឬក៏ខ្មែរអីផ្សេងអញ្ចឹងយើងចុចកន្លែងនេះមកនៅចុចសញ្ញាខាងនេះបន្ទាប់មកយើងរើស font នេះ font នេះអញ្ចឹងយើងវាយអក្សរ
ខ្មែរមកយើងវាអក្សរខ្មែរមកបាទនោះវាលុតខ្មែរឲ្យហើយអញ្ចឹងយើងអូសមកយើងមើលសញ្ញាអក្សរណាមួយដែលយើងគិតថាយើងស្រឡាញ់នោះបាទអញ្ចឹងវាមានច្រើនបាទខ្មែរនោះគឺវាច្រើនអញ្ចឹងយើងស្រឡាញ់អក្សរណាយើងយកអក្សរហ្នឹងបាទនេះលីមុនបាទអញ្ចឹងវាមានច្រើនអញ្ចឹងខ្ញុំរើសយកខ្មែរនេះមួយចុះបាទនេះខ្មែរមូល័យបាទបន្ទាប់មកកន្លែងនេះខ្ញុំដាក់អូតូបើសិនជាបងប្អូនចង់ថាខ្ញុំអត់ចង់យកអូតូខ្ញុំចង់យកសាយប្រមាណសាយនេះសាយ36សាយ40សាយ44នេះហ្នឹងគឺសិចបងប្អូនអ្នកកំណត់ទេឥឡូវគឺយកអូតូចុះបាទបន្ទាប់មកកន្លែង color នេះបងប្អូនឆ្លាញ់ពណ៌អីយើងដាក់ពណ៌ហ្នឹងទៅឥឡូវគ្រូដាក់ធម្មតាសម្រាប់កន្លែងdiagonal ហើយនឹង horizontal នេះគឺបាទនេះគឺសម្រាប់អក្សរគេនេះអក្សររៀងផ្ដេកនេះបាទដល់ពេល horizontal នេះគឺអក្សរធម្មតាយើងទៅសេដេកធម្មតាអញ្ចឹងសម្រាប់តកតទៅនឹងការដាក់ឈ្មោះគឺឧទាហរណ៍ថាខ្ញុំដាក់ម៉ៅរស្មីដើម្បីជិះដឹងថានឹងជាកម្មសិទ្ធិរបស់ម៉ៅរស្មីអញ្ចឹងយើងអូខេមកបាទយើងអូខេមួយមកវានឹងលោតម៉ៅរស្មីឲ្យនេះបាទវានឹងលោតឲ្យអញ្ចឹងសម្រាប់ការដាក់ watermark ដែលខ្ញុំបានបង្ហាញនេះគឺបែបហ្នឹងតែបើថាខ្ញុំអត់ចង់ដាក់ឈ្មោះហ្នឹងទេខ្ញុំចង់ដាក់ជាភាសាអង់គ្លេសវិញបាទអញ្ចឹងបងអូនចូលកន្លែង watermark custom water បន្ទាប់មកបងអូនដូរកន្លែងខ្មែរនេះទៅជាភាសាអង់គ្លេសមកបាទនេះភាសាអង់គ្លេសមកបន្ទាប់មកបងអូនកន្លែងនេះកន្លែង text នេះគឺសំដៅទៅលើបាទដាក់ឈ្មោះមកបងអូនឈ្មោះអីឈ្មោះតារាឥឡូវគ្រូដាក់ឈ្មោះថាតារាចុះបាទឈ្មោះតារាអញ្ចឹងបាទនេះយើង font យើងយកបាទយើងយក Times New Roman មកបាទដើម្បីឲ្យវាចេញទម្រង់ស្អាត Times បាទឬយើងអាចដឹងយើងអាចវាយបាននេះ Times New Roman ចុចលើនឹងហើយបន្ទាប់មកយើងអូខេតែម្ដងបាទអូខេទៅវានឹងលោតឈ្មោះឲ្យនេះបាទនេះគឺឈ្មោះបាទនេះគឺសម្រាប់ការប្រើប្រាស់ watermark នៅក្នុងបាទ Microsoft Word អញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលរៀនថ្នាក់តូចអាចយកទៅអនុវត្តហើយនឹងប្រើប្រាស់បានសម្រាប់ Word ណា Microsoft Word បាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបាទសូមអរគុណ